ជួនអ្នកគឺក៏ជួបជាធម្មតាទីកតេជួនអ្នកគឺស្ដាប់មេរៀនទី55មួយទេសភាពវាលស្រែនៅដូវវង្សាអំណាចនៅដូវវង្សាវាលស្រែមានពណ៌ខៀវស្រងាត់សន្ទុះបែកគុំដោះដល់ជាប់គ្នាឆ្ងាយដាក់កន្ទុយភ្នែកហាក់ដូចជាកម្រាលព្រំពណ៌បៃតងពេលខ្យល់បក់ស្លឹកស្រូវញ័រជួលទទន់អោនងើបវាលបាក់បាននឹងទឹករលករលេញក្នុងបឹងមួយដ៏ធំលើផ្ទៃមេឃមានកកកសារនាមគ្រាលហោតទទះស្លាប់ទាំងហ្វូងកសិករជូតក្បាលនិងក្របម៉ាចម្រុះពណ៌កំពុងបោកស្មៅនិងដាក់ជីក្នុងស្រែយូរម្ដងគេឮសូរចម្រៀងប្រជាប្រិយយ៉ាងពីរោះអន្លយគ្មានអ្វីគួរឲ្យចង់គយគន់ជាងទេសភាពវាលស្រែដ៏ស្រស់ត្រកាលនារដូវវស្សានេះឡើយជំរាបលាអ្នកគ្រូ